Rồi khai nuôi nơi trường ti pet mùi này kia nên trong mà đã sẽ rừng dướng nhưng ăn khơi mình ti pet rồi ngay bột mình tự đây sẽ sắp sẽ được chia với các bạn hỏi dướng các bạn khơi này cơ pet mà nè đại miền chụp phim kinh năng các bạn sẽ đi sầm lập mơ tới khi các sẽ được chia với các bạn hay các nó các chị chưa các bạn này các bạn vậy ha vậy là tin chẳng hay các bạn đây trên cái đập bay đa tập kia này các bạnនៅពេលដែលគាត់បើកទ្វារមកគាត់បានឃើញសាកសពអ្នកជំងឺនិងគ្រូពេទ្យជាច្រើននៅក្រៅបន្ទប់អ្នកទាំងអស់គ្នាហើយរត់ទៅឈាមមកឈាមឡើងពេញទីហ្នឹងហើយមានផ្សេងអីទៀតនៅពេលដែលគាត់ដើរចេញមកមើលហ្នឹងគាត់ក៏បានឮសំឡេងមួយយើងអ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងគាត់ក៏បានញាក់មើលតាមសំឡេងដែលយំហ្នឹងគឺយំមិនខ្លាចនឹងអស់គ្នាគួរឲ្យខ្លាចហើយគាត់ក៏បានដើរទៅមើលតិចយឺតចូលគ្នានៅពេលគាត់ដើរទៅមើលអ្នកអស់គ្នាដឹងថាឃើញអីអត់គាត់បានឃើញខ្មោចអ្នកទាំងអស់គ្នាដូចមានខ្មោចមិនទេអ្នកខ្លះដូចជាបីសាច់មួយដែលគេកំពុងល្បីតាមមុនតែហ្នឹងគាត់នឹងតយករឿងហ្នឹងមកសម្រាយដែរទេហើយខ្មោចនោះបានឃើញគាត់ហើយក៏បានងើបឈរហើយក៏បានរត់មកហាក់មកសម្ដៅមករកគាត់មកហើយនៅពេលនោះគាត់ភ័យខ្លាំងណាស់អ្នកទាំងអស់គ្នាហើយគាត់ក៏បានរត់ចេញពីមន្ទីរពេទ្យយ៉ាងហាត់ហ្មងហើយចំណែកខ្មោចនោះវិញបីសាច់នោះវិញសាច់យ៉ាងខ្លាំងធ្វើឲ្យគាត់ហ៊ានតជាហើយគាត់ក៏បានរត់ចេញទៅរត់ឲ្យលឿនតិចចាយខ្មោចនោះរត់តាមនៅពេលគាត់រត់ហើយគាត់ក៏បានយកកៅអីទប់កញ្ចក់ហ្នឹងហើយគាត់ក៏បានរត់យ៉ាងលឿនដើម្បីទៅរកឲ្យគេជួយអ្នកខ្មោចនោះក៏រត់តាមគាត់ពីក្រោយគាត់រត់ទាំងក្រហេត្រហត់ទាំងស្ទាក់ស្បែកជើងកែងដល់ជើងកែងនេះថែមទាំងរត់បោកចិញ្ចៀនទៀតហើយគាត់រត់យ៉ាងលឿនដល់អ្នកគ្នាអ្នកខ្មោចនោះក៏រត់លឿនដែរប៉ុន្តែរត់ចេញគាត់បន្តិចហើយខ្មោចនោះអើយមិនគួរឲ្យខ្លាចអ្នកគ្នាទៅអ្នកគ្នាជិះវិញណាប្រហែលរត់មិនទាន់ទេមើលទៅហើយគាត់ក៏បានទៅគាត់ទ្វារអ្នកដែលចិត្តហ្នឹងតែនេះគ្មានអ្នកណាបើទ្វារទេនៅពេលនោះគាត់បានឃើញបីសាច់នោះដល់មកចិត្តដល់ហើយគាត់ក៏បានសម្រេចចិត្តថារត់ទៅសាលារៀននៅពេលដែលគាត់រត់ទៅដល់ខ្លួនសាលារៀនហ្នឹងគាត់ក៏បានដើររកបន្ទប់ដើម្បីលពួនបីសាច់ហ្នឹងអ្នកទាំងអស់គ្នាហើយឥឡូវនេះគាត់បានចូលមកដល់ក្នុងសាលាហើយអ្នកទាំងអស់គ្នាគាត់រត់ឡើងទៅដល់មួយទៅមួយអ្នកទាំងអស់គ្នាខាត់មួយទៅខាត់ចំណុចគាត់ហ្មងណាចំណុចបីសាច់នោះក៏ដើរតាមក្រោយគាត់រហូតហើយវាក៏បានដើរចូលដល់ក្នុងសាលានឹងដែរអ្នកទាំងអស់គ្នាហើយដល់ពេលនោះវារកគាត់មិនឃើញវាបានសាច់យ៉ាងខ្លាំងពេលនោះវាក៏បានលើសំឡេងគាត់ហ្នឹងរត់ពីលើពីដានមកអ្នកទាំងអស់គ្នាហើយវាក៏បានរត់ដើរតាមដែរចំណែកនេះគឺពេកនេះវិញណាគឺគាត់ដើររត់ដំណើរទៅនេះគឺគាត់សម្រេចចិត្តថាជាបន្ទប់ទៅពេលនោះគាត់បានលុបអួនហើយគាត់មានអភ័យខ្លាំងណាស់អ្នកទាំងអស់គ្នាចំណែកបីសាច់នោះវិញណាគឺរោមិនទេនៅពេលនោះផាក់ដែរយើងក៏បានលើញាក់ដែលថាជាកូននិយាយអូនឹងកំពុងតែយំយ៉ាងខ្លាំងនិយាយអីពេលនេះនេះ